បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូរបស់ខ្ញុំបាន Lin Gaming ថ្ងៃនេះយើងនឹងមកបន្តធ្វើ episode ជាងបន្តទៀតហ្នឹងហើយអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការសាងសង់ផ្ទះហ្នឹងហើយមុននឹងសាងសង់ផ្ទះអ្នកទាំងអស់គ្នាកុំភ្លេចជួយ like ជួយ subscribe វីដេអូនេះឲ្យបានម្នាក់មួយផងតោះឥឡូវយើងមកធ្វើការរៀបចំ Wi-Fi ក្នុងការសាងសង់ផ្ទះទាំងអស់គ្នាព្រោះថាពី episode នេះយើងអត់មានផ្ទះនៅទេគឺយើងនៅក្រៅផ្ទះហាភ្លៀងហាខ្យល់អញ្ចឹងថ្ងៃនេះយើងនឹងធ្វើការសាងសង់ផ្ទះទាំងអស់គ្នាហើយនេះសម្រាប់ឈើដែលខ្ញុំបានត្រៀមទុកមកក្នុងការសាងសង់ផ្ទះតោះឥឡូវយើងចាប់ផ្ដើមសាងសង់ទាំងអស់គ្នាយើងផ្ទះនេះមិនធំណាស់ប្រហែលទេអ្នកគ្នាផ្ទះនេះវារៀងទូចល្មមដែរទេតែវាត្រូវការឈើច្រើនអញ្ចឹងវាអាចនិយាយបានថាវាត្រូវប្រើពេលយូរដែរសម្រាប់វីដេអូនេះគឺយើងរៀងកាត់ច្រើនបន្តិចហើយអ្នកទាំងអស់គ្នាដោយសារតែខ្ញុំលេងនៅលើទូរស័ព្ទអញ្ចឹងវារៀងពិបាក record ដែរព្រោះថាលេងបដាយើង record បដាវាក្តៅទូរស័ព្ទបងអ្នកទាំងអស់គ្នាអញ្ចឹងបានខ្ញុំ record ខ្លះអត់ខ្លះអញ្ចឹងអ្នកគ្នាព្រោះសម្រាប់វីដេអូមួយនេះគឺខ្ញុំកាត់ទេអ្នកគ្នាព្រោះថាផ្ទះនេះវាប្រើពេលសាងសង់យូរដែរបើពេញដូចជាក្នុងសាងសង់2ម៉ោង3ម៉ោងដែរអ្នកគ្នាដោយសារយើងលេងលើទូរស័ព្ទអញ្ចឹងវាមិនងាយស្រួលដូចលេងលើកុំព្យូទ័រអ្នកគ្នាតោះឥឡូវយើងមកធ្វើការសាងសង់បន្តទៀតយើងដាំបានបកគោខ្លះបន្ទាប់ពី skip ពេលយប់ហើយយើងធ្វើការមកសាងសង់បន្តទៀតសម្រាប់ផ្ទះនេះដែរបើថាឲ្យធំវាមិនសូវធំប្រហែលទេអ្នកនរគ្នាប៉ុន្តែវារៀងយ៉ាប់ក្នុងការសាងសង់វារៀងខ្ពស់អ្នកនរគ្នាអញ្ចឹងខ្ញុំធ្វើការប្រវាក់សាងសង់មែនយើងត្រូវឡើងដាក់ឈើឡើងដាក់ដីឡើងអញ្ចឹងដើម្បីសាងសង់បន្តអញ្ចឹងអ្នកនរគ្នាតោះឥឡូវយើងមកមើលវីដេអូការសាងសង់ទាំងអស់គ្នាហ្នឹងហើយអ្នកទាំងគ្នាឃើញថាផ្ទះយើងបានចិត្តហើយអ្នកគ្នាបានប្រហែលជា 70% ហើយតោះឥឡូវយើងមកធ្វើការសាងសង់ប្រហើយដើម្បីឲ្យយើងឆាប់បាននៅអញ្ចឹងណាអ្នកគ្នាគឺថាមិនថានៅអីច្រើនទេអ្នកគ្នាគ្រាន់តែយើងធ្វើដបូលនិងរៀបចំបន្តិចបន្តួចអញ្ចឹងណាអ្នកគ្នាឃើញថាផ្ទះរបស់យើងគឺធ្វើហើយ 90% ហើយអ្នកគ្នាយើងខ្វះតែកញ្ចក់ទេតោះឥឡូវយើងធ្វើការទៅរកដីខ្សាច់ទាំងអស់គ្នាដើម្បីយកដីខ្សាច់មកដុតដើម្បីធ្វើកញ្ចក់អញ្ចឹងណាហើយនៅចិត្តនេះគឺខ្ញុំអត់ចិត្តទេអ្នកគ្នាដោយសារខ្ញុំទុកធ្វើទេសភាពឲ្យវាស្អាតអញ្ចឹងអ្នកគ្នាហើយខ្ញុំដើរមកក្រោយទៀនតិចមកក៏បានឃើញដីខ្សាច់ម្ដងអញ្ចឹងខ្ញុំធ្វើការជីកយកវាទៅយើងជីកប្រមាណជីកបានប្រមាណយកប៉ុណ្ណឹងទៅព្រោះថាកញ្ចក់យើងមិនត្រូវការច្រើនប្រមាណទេអ្នកគ្នាឃើញថាយើងជីកប៉ុណ្ណឹងបានហើយយើងធ្វើការទៅវិញទាំងអស់គ្នាដើម្បីយកកញ្ចក់ទៅដុតដាក់ផ្ទះយើងអញ្ចឹងអ្នកគ្នាតោះឥឡូវយើងធ្វើការដាក់ដុតដីខ្សាច់ទាំងអស់គ្នាដើម្បីយកវាធ្វើកញ្ចក់អញ្ចឹងណាអ្នកគ្នាហើយឈឺពេលដាក់ដុតដីខ្សាច់ហ្នឹងខ្ញុំក៏បានឆ្លៀតមក review ទាំងអស់គ្នាដើម្បីចង់ដឹងថាក្នុងផ្ទះវាមានអីអញ្ចឹងណាអ្នកគ្នាខ្ញុំចូលមកវាអត់មានអីទេអ្នកគ្នាគឺវាខ្លុំទេដោយសារយើងអត់ទាន់មាន resource អញ្ចឹងណាអ្នកគ្នាហើយខ្ញុំក៏បានធ្វើឆេះធ្វើអីដាក់អញ្ចឹងទៅតែអ្វីដែលសំខាន់គឺយើងខ្វះកញ្ចក់ណាអ្នកគ្នាហើយសម្រាប់ក្រោយផ្ទះនេះយើងអាចមើលទេសភាពបានអីអញ្ចឹងណាអ្នកគ្នាដើម្បីពេលយើង stress ហើយយើងអាចចេញទៅមើលបានអញ្ចឹងណាអ្នកគ្នាហើយបន្ទាប់មកខ្ញុំក៏បានចេញមកធ្វើការរើអេវ៉ាន់នៅក្រៅដើម្បីយកទៅដាក់ក្នុងទាំងអស់គ្នាដើម្បីយើងរើទៅនៅក្នុងផ្ទះវិញយើងជប់នៅក្រៅហើយព្រោះថាឥឡូវយើងមានផ្ទះនៅមានអីហើយយើងជប់ដេកហាភ្លៀងទៀតណាអ្នកគ្នាតោះឥឡូវយើងរើទៅទាំងអស់គ្នាហើយបន្ទាប់ពីរើមកខ្ញុំក៏បានរៀបចំអេវ៉ាន់របស់ណាដែលមានតម្លៃគឺយើងដាក់ក្បាលលើក្បាលខែរបស់យើងដើម្បីកុំឲ្យវាបែកដៃរអញ្ចឹងអ្នកគ្នាហើយបន្ទាប់មកខ្ញុំក៏បានយកកញ្ចក់យកអីមកដាក់អញ្ចឹងណាអ្នកដើម្បីឲ្យវាហាត់ផ្ទះយើងហើយ 100% អញ្ចឹងណាអ្នកគ្នាតោះឥឡូវយើងធ្វើការដាក់ទាំងអស់គ្នាទៅស្វល់តាមតិចហើយយើងធ្វើការដេកតិចតួចដើម្បីឲ្យផ្ទះយើងវាមានមើលទៅមានសោភ័ណភាពណាអ្នកគ្នាបន្ទាប់ពីយើងដាក់កញ្ចក់ហើយអញ្ចឹងណាអ្នកគ្នាបន្ទាប់ពីដាក់ហើយយើងខាងលើហើយយើងមកធ្វើដាក់ខាងក្រោមអ្នកគ្នាបាទគឺខាងក្រោមគឺអត់មានអីទេមានតែប្រដាប់ដុតសាច់ទៅអីអញ្ចឹងយើងដេកតិចតួចហើយសម្រាប់ចក្រានពេលនេះគឺយើងដាក់កន្លែងហ្នឹងទៅដើម្បីពេលដែលយើងចង់ដុតសាច់ហូបយើងធ្វើការសម្រាប់កន្លែងដុតសាច់ញ៉ាំគឺយើងមិនបាច់ធ្វើលើផ្ទះទេគឺយើងធ្វើនៅក្រោមទៅហ
ហើយបន្ទាប់មកខ្ញុំអត់មានអីធ្វើដែរអ្នកនរគ្នាដើម្បីនេះខ្ញុំនឹងជីកតំណាំយើងខាងក្រៅយកមកដាំខាងក្នុងវិញអ្នកនរគ្នាគេថាកុំឲ្យខាងក្រោមផ្ទះយើងវាកុំឲ្យថាខាងក្រោមផ្ទះយើងវាទលាយពេកអញ្ចឹងណាអ្នកនរគ្នាយើងក៏ធ្វើការមកជីកការ៉ុតជីកអីនៅខាងក្រៅដែលយើងដាំពីអេពីសូតទី1ណាអ្នកនរគ្នាតោះឥឡូវយើងយកវាទៅដាំក្រោមផ្ទះយើងទាំងអស់គ្នាដើម្បីឲ្យវាទៅកាន់តែស្រស់ស្អាតក្រោមផ្ទះយើងហ្នឹងកាន់តែមានសោភ័ណភាពណាអ្នកនរគ្នាកុំឲ្យវាទលាយពេកយើងធ្វើការដាំទាំងអស់គ្នាដែលវាមានការ៉ុតវាមានប៊ីត្រូតវាមានអីចឹងណាអ្នកគ្នាខ្ញុំចង់រកដលងដាំដែរប៉ុន្តែខ្ញុំពិបាកដែររកតើយើងឃើញភូមិមិនយើងងាយស្រួលក្នុងការរកដលងល្អអីចឹងណាអ្នកគ្នាហើយត្រង់នេះខ្ញុំបានដាក់ដុតថ្មដើម្បីខ្ញុំចង់ធ្វើអាម៉័រស្ទែនណាអ្នកគ្នាអាម៉័រស្ទែននេះខ្ញុំចង់ធ្វើវាដើម្បីខ្ញុំចង់ដាក់ក្អាយដែលយើងពាក់លើកដបងចឹងណាអ្នកគឺអាក្អាយនេះលើខ្លួនយើងនេះយើងគេថាយើងជប់ប្រើក្អាយហ្នឹងហើយយើងប្រើក្អាយដែកម្ដងណាគ្នាយើងធ្វើពីអេរ៉ុនណាអ្នកគ្នាតើយើងយកទៅពាក់លិនអ្នកគ្នាយើងខ្ជិលបោះចោលអ្នកគ្នាយើងធ្វើតាំងអញ្ចឹងទៅដើម្បីឲ្យដឹងថាហ្នឹងជាអាម៉័រដែលយើងពាក់លើកដបងអញ្ចឹងអ្នកគ្នាហើយបន្ទាប់មកខ្ញុំក៏បានក្រាស់អាម៉័រដែកមកឈុតធ្វើការពាក់អញ្ចឹងណាអ្នកគ្នាដើម្បីឲ្យយើងរៀងតាន់ជាងមុនយើងជប់ប្រើរបស់ចាស់ហើយគឺយើងធ្វើការប្រើរបស់ថ្មីទាំងអស់គ្នាគឺយើងផលិតចេញពីដែកទាំងអស់មិនថាដាវមិនថាបថៅមិនថាប៉ែលអីណាអ្នកគេថាយើងផលិតចេញពីដែកទាំងអស់គ្នាទៅបន្ទាប់ពីផលិតហើយយើងធ្វើការទៅពាក់ទាំងអស់គ្នាដើម្បីឲ្យដឹងថាវាស្អាតប៉ុណ្ណាបន្ទាប់ពីពាក់ហើយឃើញថាអែមមែនតើអ្នកនរគ្នាគឺអាម៉័រដែកឈុតចឹងគឺសស្គូសតែម្ដងហើយបន្ទាប់មកគឺខ្ញុំយកអាញូចាស់ហ្នឹងមកពាក់លើអាម៉័រ stand ដែលយើងធ្វើមុនហ្នឹងណាអ្នកគ្នាហ្នឹងហើយអ្នកគ្នាហើយវីដេអូនេះក៏បានដល់ទីបញ្ចប់ដែរជាចុងក្រោយសង្ឃឹមថាអ្នកនឹងចុច like និង subscribe វីដេអូនេះម្នាក់មួយផងជួបខ្ញុំនៅវីដេអូក្រោយ